រៀបសួរអស់លោកស្រីទូទាំងអ្នកជនជាទីគោរពខ្ញុំបាទជាសំណាងមានសេចក្តីសមណោះរីករាយនឹងបង្ហាញជូននៅលោកអ្នកនៅកម្មវិធីពិភាក្សាលើទស្សនៈរបស់យុវវ័យពាក់ព័ន្ធនឹងសុខភាពរបស់យុវជនដែលប្រធានបទយើងនៅថ្ងៃនេះគឺផ្ដោតទៅលើការផ្លាស់ប្ដូរពីវ័យជំទង់ទៅរកភាពពេញវ័យកម្មវិធីពិភាក្សានេះមានគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅជាពិសេសយុវវ័យដែលទាក់ទិននឹងបញ្ហាសុខភាពបន្តពូជជាកិច្ចសហការរវាងទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីប្រជាជនហៅកាត់ថា UNFPA ខ្ញុំបាទសង្ឃឹមថាអស់លោកស្រីទូទាំងអ្នកជនទាំងអស់នឹងបន្តការទស្សនាដើម្បីស្វែងយល់ពីទស្សនៈរបស់យុវវ័យនិងប្រជាពលរដ្ឋមួយចំនួននៅក្នុងទឹកដីនៃខេត្តរតនគិរីខេត្តរតនគិរីគឺជាខេត្តមួយនៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជារបស់យើងដែលមានចំនួនប្រជាជនរហូតដល់ 150,000 នាក់ហើយក្នុងនោះមានយុវជនជាង 60% មានចំនួនប្រជាជនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេនៅក្នុងខេត្តនេះតាក់ទិនទៅនឹងទស្សនៈរបស់យុវជនមេដាបៃតានិងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តរតនគិរីខាងលើថាតើពួកគាត់បានបញ្ចេញទស្សនៈយ៉ាងណាជាមួយនឹងប្រធានបទខាងលើរបស់យើងសូមអញ្ជើញអស់លោកស្រីទស្សនាដូចតទៅបាទខ្ញុំបាទឈ្មោះនងរិនខ្ញុំរស់នៅក្នុងភូមិលពោឃុំយឡោមស្រុកបណ្ដុងខេត្តរតនគិរីខ្ញុំជាជនជាតិទំពួនឆ្នាំនេះខ្ញុំអាយុ23ឆ្នាំខ្លួនប្រាណរបស់ខ្ញុំមានការបែបរស់ខ្លាំងទៅលើរាងកាយនិងអារម្មណ៍ផ្ទាល់តែម្ដងតងរាងកាយមានជាដុសរោមដុសពុកមាត់ដុសរោមក្លៀកហើយរាងកាយទៅតងអារម្មណ៍របស់ខ្ញុំវិញគឺមានការបែបរស់ខ្លាំងដូចជាធ្វើឲ្យខ្ញុំមានរឹកមួយថាជាឆៅមិនស្ដាប់បង្គាប់ចាស់ទុំហើយភ្លើនចង់ស្គាល់អ្វីដែលជាអ្វីជាបទពិសោធន៍ថ្មីឬអ្វីដែលប្លែកៗនៅក្នុងជីវិតចាចំពោះខ្ញុំផ្ទាល់នេះខ្ញុំអត់ដឹងទេនៅពេលដែលនេះខ្ញុំពេញវ័យនេះខ្ញុំអត់ដឹងថានេះខ្ញុំពេញវ័យទេកាលហ្នឹងនេះខ្ញុំពេញវ័យនៅដែលដូចថាគេថាមានធ្លាក់ឈាមរដូវហ្នឹងអាយុ13ឆ្នាំដូចថាធម្មតាយើងជនជាតិហើយម្យ៉ាងទៀតយើងអត់ដឹងថាអាហ្នឹងជាស្អីទេមិនដឹងជាអីថាប្រហែលជាខ្ញុំមួយទឹកប្រហែលឆ្លើងចូលហើយអញ្ចឹងលោកគ្រូហ្នឹងហៅខ្ញុំហ្នឹងសួរសំណួរគាត់សួរខ្ញុំដល់ពេលហ្នឹងខ្ញុំអត់ងើបទេខ្ញុំនៅអង្គុយហ្នឹងហើយខ្ញុំខ្មាស់គេប្រហែលជាដូចថាគេចាស់ជាងយើងគេដឹងចាគាត់សង្ស័យដល់ពេលដូចថាអត់តដល់មកទៅផ្ទះហើយគាត់ថាឲ្យចេញទៅផ្ទះពេលចេញទៅផ្ទះចាប់សភៅរត់ពេលហ្នឹងគាត់ដឹងដល់ពេលអញ្ចឹងទៅហើយគាត់ទៅសុំទោសដល់ផ្ទះហ្នឹងគាត់ថាគាត់អត់ដឹងអីចឹងដំបូងអត់តាន់បានយល់ដឹងថាពេញវ័យនៅពេលណាបងចាដល់ពេលនៅលេងសាច់លេងអីធម្មតាដូចគេដូចឯងណាក៏ប៉ុន្តែក្នុងរយៈពេលថាជាអាយុ15 16ឆ្នាំចាបានចាប់ផ្ដើមមានឈាមរដូវហើយនឹងការម្រែម្រួលដូចជាចរិតប្លែកពីក្មេងចេះខឹងចេះឆេវឆាវហើយចេះអៀនចេះស្រឡាញ់ហើយក៏ចរិតក្នុងវ័យម្រែម្រួលហ្នឹងគេហៅថាចរិតប្រឆាំងនៅពុកម្ដាយភាគច្រើនដូចជាការសុំដើរលេងស្អីគាត់មិនឲ្យចេញទៅខាងក្រៅដើរលេងអីមានអារម្មណ៍មួម៉ៅខឹងតូចចិត្តយំខ្ញុំឈ្មោះរមាស់ភ្លេងនៅខ្ញុំនៅភូមិពាកឃុំយ៉ាតុងស្រុកអូយ៉ាដាវតែខ្ញុំជាជនជាតិចារាយមុនដំបូងខ្ញុំអត់ដឹងថាខ្លួនពេញវ័យនៅពេលណាទេតើហើយមានអារម្មណ៍ខ្មាស់អៀនមានអារម្មណ៍ថាខ្លួនឯងនឹងខ្មាស់អៀនពេលដែលមានឈាមរដូវហើយពេលដែលយើងដូចថាយើងពេលខ្លួនធំទៅយើងមានដើមទ្រូងហើយសង្កេតមើលទៅមនុស្សប្រុសអត់មានហើយយើងហ្នឹងជាស្ត្រីហ្នឹងមានដើមទ្រូងមានអីចឹងទៅហើយមានអារម្មណ៍មួយទៀតថាខឹងចេះខឹងចាគាត់តែគិតថាចង់រៀបការក៏ប៉ុន្តែក៏មិនហ៊ានដែរបងពួកអីពេលហ្នឹងគិតបានចាស់នៅក្បែរហ្នឹងឬក៏ពុកម្ដាយពេលមកអញ្ចឹងមុនដំបូងអត់ទាន់ហ៊ានប្រាប់គាត់ទេក៏មិនទាន់ដឹងថាខ្លួនឯងហ្នឹងពេញវ័យជំទង់អាចរៀបការបានដែរមុនដំបូងអត់ហ៊ានប្រាប់គាត់លាក់លៀមមួយហើយបន្ទាប់មកក៏ហ៊ាននិយាយប្រាប់គាត់តាមរយៈទៅអង្គុយផ្ទះគេអញ្ចឹងគេនិយាយអញ្ចឹងហើយតាមការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុតាមទូរទស្សន៍ឬក៏តាមខិត្តប័ណ្ណនានាអញ្ចឹងក៏ហ៊ាននិយាយដោយចំហដល់ពេលហ្នឹងគាត់ក៏ប្រាប់ថាគាត់ថាពេញវ័យហ្នឹងពេញគ្រប់ការហើយ
ពេលដែលកូនពេញវ័យអញ្ចឹងយើងក៏មានតំណែងតំណងភាសាជាមួយនឹងភរិយាក្នុងការផ្ដល់ព័ត៌មានទៅឲ្យកូនពិសេសគឺនៅពេលដែលកូនពេញវ័យហ្នឹងគឺយើងត្រូវឲ្យកូនចេះថែទាំខ្លួនបានន័យថាថែទាំនៅអនាម័យខ្លួនប្រាណជាពិសេសបាទន័យថាយើងអប់រំគាត់ដើម្បីឲ្យគាត់កុំឲ្យគាត់មានការខ្មាស់អៀនព្រោះថាគាត់ត្រូវតែដឹងនៅអ្វីដែលជាអនាម័យផ្ទាល់ខ្លួននេះសម្រាប់កូនស្រីហើយកូនប្រុសក៏មិនមែនថាយើងមិនអប់រំទេណែនាំទេព្រោះថាក៏វាសំខាន់ដែរព្រោះថាកូនប្រុសកត្តាសំខាន់គឺតកតងទៅនឹងសរីរាង្គបដពូជអីផ្សេងត្រូវតែសម្អាតyêu ca xong chợ yêu cũng là cái gì nè chợ phân đa em cho anh để chắc lại nè anh ra lại mà nhờ đủ đấy nó thả anh ra rồi phải chỉ chắc lên lại đi phụ lúc tay nâng hào hàng hào phụ lên lại nè tròn một chả nè tao phải quay phong hay phong nhà nè chừng ta cho anh này cặp cho anh đi lợn cái phu nữa đấy chè ta đi lợn phu tròn chả đấy nè bà để chắc đi lợn rau phun cái gì rau phun yang phun lốp ចាចំពោះបរិះវិញតកតងនឹងការបម្រែបម្រួលដូចជាចាប់ដើមពេញវ័យគាត់មានឡើងសាច់ដុំចាមានដោះរោមឃ្លៀកចាគាត់មានអារម្មណ៍ចេះស្រឡាញ់ស្រីចាអាចខឹងឆេវឆាវឬជួនកាលពេលខ្លះគាត់អត់សូវស្ដាប់បង្គាប់ពុកម្ដាយរៀងដូចថាទង្វើគាត់រៀងប្លែកចាចំពោះបរិះហើយចំពោះស្ត្រីវិញគាត់អាចហើយបរិះពេលខ្លះឡើងមុននៅក្នុងមុខដែរហើយសំឡេងវារៀងគីឡូឬក៏បែកចាតែចំពោះស្ត្រីអាចបំរែបំរួលដំបូងតាមទ្រង់ឡើងធំទៅហើយដោះរោមនៅប្រដាប់តពូជក៏ដូចជានៅឃ្លៀកដែរចាហើយគាត់មានអារម្មណ៍ឆាប់ខឹងហើយឆាប់បាត់ទៅវិញហើយគាត់មករដូវ